វាសួរដល់គ្រូអ្នកគ្រូនៅវត្តទាំងអស់គ្នាខ្ញុំបាទដល់សុខលឿនជាអ្នកតំណាងឲ្យក្រុមគម្រោងចំណត់យន្តដោយស្វ័យប្រវត្តិថ្ងៃនេះខ្ញុំនឹងទៅបង្ហាញពីគម្រោងរបស់ពួកខ្ញុំមកពីវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសម្រាប់អគ្គសេនាបតីជោសែនរតាសក្តាពិសេសនីរកិសនីឆ្នាំទី3ចំនួនទី11ដែលគម្រោងរបស់ពួកខ្ញុំមានឈ្មោះថាចំណត់យន្តដោយស្វ័យប្រវត្តិក្នុងនោះមានសមាជិក5នាក់ទី1ខ្ញុំបាទដល់សុខលឿនជាប្រធានទី2ជាប់គណៈជាអនុប្រធានទី3ឈិនមុំជិញជាសមាជិកទី4ជាវិចិត្រជាសមាជិកនិងទី5ឈិនឡុងជីជាសមាជិកបន្តទៅនេះខ្ញុំនឹងបញ្យល់ពីដំណើរការរបស់គម្រោងពួកខ្ញុំដោយគម្រោងរបស់ពួកខ្ញុំមានប្រភពថាមពលពី adapter ដែល adapter មានតួនាទីសម្រាប់បំលែងភ្លើងពីចរន្តឆ្លាស់ AC មកចរន្តជាប់ DC 12 វ៉ល់បន្ទាប់មកយកចូលកុងតាក់មានតួនាទីសម្រាប់ជាប់និងផ្ដាច់ប្រភពថាមពលហើយយើងយកប្រភពថាមពល12 វ៉ល់ DC ហ្នឹងចូលទៅក្នុង driver មានតួនាទីសម្រាប់គ្រប់គ្រងជើងដៃ motor និងល្បឿន motor បន្ទាប់មកយើងធ្វើការយកប្រភពថាមពលពី driver 5 វ៉ល់ទៅក្នុង Arduino និង LCD keypad ជាដែល LCD keypad ជានេះមានតួនាទីសម្រាប់បង្ហាញទិន្នន័យទៅលើ LCD និងមានប៊ូតុងចុចជាច្រើនសម្រាប់ចុចបញ្ជាដើម្បីឲ្យបង្ហាញទិន្នន័យទៅលើ LCD អត្ថប្រយោជន៍នៃគម្រោងនេះបានជាពួកយើងខ្ញុំសម្រាប់ចិត្តជ្រើសរើសមុំនេះឡើងព្រោះចំណត់យន្តនេះជាប់ជួយជំរុញដល់ទីក្រុងនិងតំបន់ដែលមានកន្លែងតូចចង្អៀតក្នុងការចូលរថយន្តជួយកាត់បន្ថយការប្រើប្រាស់ដីដែលធំមកនៅតូចបានចំណុចថាការធ្វើឲ្យការរស់នៅវាជាលឿននិងសុវត្ថិភាព